នៅរដូវវស្សាទឹកហូរចូលមកកាន់ផ្ទៃបឹងតែនៅរដូវប្រាំងទឹកហូរចេញវិញទៅកាន់សមុទ្រចិនខាងត្បូងនេះគឺជាលំនាំលំហូរធម្មជាតិរបស់បឹងទន្លេសាបដែលជាប្រព័ន្ធទន្លេដ៏ប្លែកខុសគេមួយនៅលើពិភពលោកនិងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននៅរដូវវស្សាទឹកជំនន់ទន្លេមេគង្គនិងស្ទឹងនានានៅជុំវិញបាននាំយកទឹកដ៏ច្រើនមហាសាលចូលមកក្នុងផ្ទៃបឹងធ្វើឲ្យផ្ទៃបឹងរីកធំជាង 10000 គីឡូម៉ែត្រការ៉េដោយលិចព្រៃលិចទឹកនិងទំនាបនៅជុំវិញជាមួយនឹងជម្រៅទឹកជាអតិបរមាឡើងដល់14ម៉ែត្រប៉ុន្តែនៅរដូវប្រាំងបឹងទន្លេសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះត្រូវរួមតូចមកត្រឹមតែជាង 3000 គីឡូម៉ែត្រការ៉េដោយទឹកទាំងនោះត្រូវហូរបញ្ច្រាសទៅវិញបុកចូលទៅទន្លេមេគង្គនិងទន្លេបាសាក់នៅតំបន់ចតុមុខនៃរាជធានីភ្នំពេញរួចបន្តដំណើររហូតដល់សមុទ្រចិនខាងត្បូងលំនាំបែបនេះកើតឡើងជារៀងរាល់ឆ្នាំតាំងតែពីដើមរៀងមកដែលធ្វើឲ្យបឹងទន្លេសាបក្លាយជាប្រព័ន្ធទន្លេសាបដែលមានលក្ខណៈកម្របំផុតមួយនៅលើពិភពលោកលំហូរនៃបឹងទន្លេសាបបានបង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបដែលជាមូលដ្ឋានសម្រាប់ជីវៈចម្រុះចំនួនទន្លេសាបបានបង្កើតជាកន្លែងពងកូនលូតលាស់និងកន្លែងស្វែងរកចំណីរបស់ត្រីនិងជីវៈចម្រុះច្រើនប្រភេទខណៈនាំយកដីល្បាប់ដ៏មានជីវជាតិសម្រាប់កសិកម្មនិងតំបន់វាលទំនាបនៅពេលទឹកស្រកមែនទែនទៅចាប់តាំងពីសម័យបុរាណមកដល់បច្ចុប្បន្នប្រជាជនខ្មែរបានទាញយកប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានពីបឹងទន្លេសាបដែលផ្ដល់ផលប្រយោជន៍ជាអនេកដល់សេដ្ឋកិច្ចកម្ពុជាទាំងក្នុងវិស័យជលផលកសិកម្មសិប្បកម្មឧស្សាហកម្មទេសចរណ៍និងការដឹកជញ្ជូនជាដើមក្នុងសម័យអង្គរបឹងទន្លេសាបត្រូវបានគេចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចរបស់អាណាចក្រខ្មែរហើយនៅពេលបច្ចុប្បន្នបឹងទន្លេសាបបានជួយទ្រទ្រង់ជីវិតប្រជាជនកម្ពុជាប្រមាណជា3លាននាក់ជាពិសេសនៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបរួមមានពោធិ៍សាត់បាត់ដំបងសៀមរាបកំពង់ធំនិងកំពង់ឆ្នាំងយ៉ាងណាមិញប្រព័ន្ធធម្មជាតិដែលបានទ្រទ្រង់ប្រទេសកម្ពុជារាប់សតវត្សរ៍នេះកំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកយ៉ាងធ្ងន់ធ្ងរបញ្ហាអាកាសធាតុបានធ្វើឲ្យរដូវវស្សាមិនទៀងទាត់កម្រិតទឹកនៅក្នុងទន្លេមេគង្គប្រែប្រួលនិងការប៉ះពាល់ដល់វដ្តធម្មជាតិនៃការលិចទឹកនិងស្រកទឹកទន្ទឹមនឹងនោះការនេសាទហួសកម្រិតការកាប់បំផ្លាញព្រៃលិចទឹកនិងការផ្លាស់ប្តូរលំហូរទឹកនៅក្នុងអាងទន្លេមេគង្គកំពុងកាត់បន្ថយធនធានត្រីនិងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីបឹងកាន់តែផុយស្រួយប្រសិនបើបញ្ហាទាំងនេះនៅតែបន្តមិនត្រឹមតែជីវៈចម្រុះរបស់បឹងទន្លេសាបប៉ុណ្ណោះទេដែលនឹងប៉ះពាល់ប៉ុន្តែជីវភាពសន្តិសុខនិងបេតិកភណ្ឌធម្មជាតិដែលប្រជាជនកម្ពុជាបានពឹងផ្អែកអស់រយៈពេលជាច្រើនចំនួនមកហើយនោះក៏អាចនឹងប្រឈមមុខនឹងហានិភ័យដូចគ្នាផងដែរ